ហេតុអ្វីបានផ្ទះបរាជ័យដើម្បីឆ្លើយតបនឹងសំណួរនេះមួយខ្ញុំនឹងលើកយកឧទាហរណ៍ជាក់ស្ដែងមួយដែលកុំប៉ុណ្ណេះបានកែជាផ្ទះជាកម្មដែលមានទីតាំងនៅខាងស្រុកតាំងគោកខេត្តកំពង់ធំបងប្អូនឃើញនៅក្នុងវីដេអូនេះវាគឺជាផ្ទះមួយដែលមានខ្នាត 9x25 3ជាន់មានថាជាផ្ទះខ្នាតធំផ្ទះនេះបើនិយាយពីប្រវត្តិរបស់ផ្ទះនេះតែម្ដងគឺមានសំបីតែមួយសបុកបទពិសោធន៍របស់កុំប៉ុណ្ណេះដែលដើរកន្លងមកមិនដែលជួបទេផ្ទះដែលហៅមកកែហើយសំបីតែមួយសបុកក៏គ្មានប៉ុន្តែផ្ទះមួយនេះគឺជាផ្ទះមួយដែលគ្មានសំបីតែមួយសបុកតែម្ដងអញ្ចឹងខ្ញុំនឹងប្រាប់អំពីមូលហេតុខ្លះៗដែលបណ្ដាលឲ្យផ្ទះនេះគ្មានសំបីតែមួយសម្បុកទី1ផ្ទះនេះគឺជាផ្ទះខ្នាតធំអ្នកបច្ចេកទេសមុនគឺគាត់បានធ្វើមកគឺគាត់ទុកលហលហេវល្វឹងល្វើយពេញនឹងតែម្ដងដែលជាមូលហេតុធ្វើឲ្យសត្វមីដែលចូលមកហ្នឹងរកកន្លែងចូលអត់កើតអត់ដឹងថាចូលពីផ្លូវណាទៅផ្លូវណាកន្លែងណាជាសម្លេងនាំផ្លូវកន្លែងណាជាសម្លេងកូនវាគឺអត់ដឹងថាទៅទិសដៅមួយណាទេអត់មានជញ្ជាំងសម្រាប់ការពារមានថាជញ្ជាំងគឺជារឿងសំខាន់មែនទែនដែលជួយការពារធ្វើឲ្យកូនសត្វមានអារម្មណ៍ថាមានភាពកក់ក្ដៅមានអីបាំងខ្លួននៅក្នុងផ្ទះអញ្ចឹងហើយនៅក្នុងផ្ទះគេមិនដែលចោលគេត្រូវមានខណ្ឌជញ្ជាំងនោះអាចធ្វើជាតង់ជាមួយឆ្អឹងដែកដែលងាយស្រួលក្នុងការរុះរើនៅថ្ងៃក្រោយបានរឿងនេះគឺជារឿងសំខាន់ទី1រឿងទី2អូប៉ូឡឺដែលយកមកចាប់នៅលើផ្ទះនេះមកបន្ទប់មានតែ8គ្រាប់អីទេអានឹងហើយដែលជាបញ្ហាដែលយកមកណាមិនដឹងថាសម្លេងនឹងវាគ្រប់គ្រាន់វាមិនគ្រប់គ្រាន់ហ្នឹងគឺវាស្ទើរតែគ្មានតែម្ដងទី3សម្លេងនាំផ្លូវមិនដឹងថានៅឯណាទៅសម្លេងនាំផ្លូវគឺរមមិនឃើញតែម្ដងតែជាហេតុធ្វើឲ្យសត្វហ្នឹងពេលដែលចូលមកដល់ក្នុងផ្ទះមិនដឹងថាផ្លូវណាជាផ្លូវដែលត្រូវទៅបន្តទៅមុខទៀតរឿងដែលសំខាន់មួយទៀតគឺប្រព័ន្ធខ្យល់បងប្អូនឃើញវីដេអូទាំងអស់ហ្នឹងគឺសិតតែជាក្រុមការងារបានចោះបន្ថែមទេប៉ុន្តែពីមុនមកអត់ទេនោះឃើញអាក្តារពណ៌ក្រហមដែលបាំងអញ្ចឹងហ្នឹងគឺបញ្ហាដែលគាត់ប្រើឥតខ្យល់ផ្ទះប្រភេទនេះកុំប៉ុណ្ណេះជួបច្រើនណាស់ដែលគាត់ធ្វើឲ្យបរាជ័យហើយហៅកុំប៉ុណ្ណេះឲ្យជួយកែវិញពេលហ្នឹងគឺផ្ទះហ្នឹងល្ងឹតខ្លាំងមែនតែម្ដងតែវាល្ងឹតដែលមិនអាចទទួលយកបានណាអញ្ចឹងផ្ទះជាកម្មយើងត្រូវការល្ងឹតប៉ុន្តែយើងមិនត្រូវការល្ងឹតដល់ថ្នាក់សូម្បីតែមើលអីក៏មិនឃើញកន្លែងហ្នឹងគឺអត់ត្រូវទេអញ្ចឹងសូមបងប្អូនប្រុងប្រយ័ត្នជាពិសេសបងប្អូនដែលធ្វើផ្ទះខ្លួនឯងហើយគ្មានអ្នកជំនាញជួយប្រឹក្សាឬក៏ណែនាំឲ្យបានត្រឹមត្រូវបងប្អូនធ្វើបែបហ្នឹងធ្វើយ៉ាងណាក៏មិនអាចបង្កើនផលសត្វបានដែរអញ្ចឹងបងប្អូនត្រូវរកអ្នកជំនាញណាមួយឲ្យគេជួយដោះស្រាយបញ្ហាបងប្អូនចំណុចដែលខ្ញុំបានបង្ហាញខាងលើនេះគឺមិនតាន់អស់ទេបងប្អូនណាសូមបញ្ជាក់ថាវាមិនតាន់អស់ទេផ្ទះមួយបរាជ័យនៅមានរឿងច្រើនជាងនឹងតទៀតប៉ុន្តែដោយសារពេលវេលាខ្លីខ្ញុំអាចច្បិចយកចំណុចសំខាន់ៗខ្លះយកមកចែករំលែកក៏ដូចជាណែនាំដល់បងប្អូនទាំងអស់គ្នាសង្ឃឹមថាបងប្អូនអាចយកវាធ្វើជាបទពិសោធន៍ដើម្បីរៀនសូត្របង្កើនផលផ្ទះរបស់បងប្អូនគ្រប់គ្នា